សួស្តីកូនកូនតោះភាសាតែសភៅនេះវាលហើយចង់អស់ហើយកូនកូនអើយចឹងយើងមើលភាគតពីយប់មិញដែលជាភាគកាត់ហើយជាភាគបញ្ចប់ហ្មងណាអញ្ចឹងខ្ញុំអានបញ្ចប់តែម្ដងរំពេចនោះមានស្រមោលខ្មៅមួយបានរត់កាត់ក្មេងៗទាំងនោះយ៉ាងលឿនហើយយកខ្លួនពាំងនៅពីមុខឆ្កែឆ្កួតស្រមោលខ្មៅនោះគឺ Rover ដែលជាឆ្កែដ៏ស្មោះត្រង់ជាចំណងជើងដែលបានយកជីវិតខ្លួនមកប្ដូរដើម្បីជួយសង្គ្រោះកុមារទាំងឡាយជាសម្លាញ់របស់ខ្លួនពេលនោះគេគិតថានឹងមានការប្រយុទ្ធដ៏សាហាវមួយកើតឡើងជាមិនខានប៉ុន្តែមិនមានអ្វីកើតឡើងទេផ្ទុយទៅវិញឆ្កែឆ្កួតនោះក៏ហក់លោតទៅលើយ៉ាងខ្ពស់ដោយឈឺចាប់យ៉ាងខ្លាំងហើយធ្លាក់មកដីវិញភ្លាមនោះបុរសដែលមានកាំភ្លើងក៏រត់មកដល់ក៏បាញ់ឆ្កែឆ្កួតនោះងាប់ទៅឥឡូវនេះពួកក្មេងៗក៏បានរត់ត្រឡប់មកវិញដើម្បីមើលថាតើមានអ្វីកើតឡើងដល់ Rover ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងដែរ Rover មិនមានរបួសអ្វីសោះប៉ុន្តែនៅពេលដែលពួកគេអង្អែលវាដោយការពីមុនអ្នកជិតខាងរបស់ពួកគេក៏ចាប់ទាញពួកគេឲ្យថយក្រោយវិញទេគាត់និយាយឆ្កែឆ្កួតនោះប្រហែលជាបានខាំ Rover ហើយបើសិនបើដូច្នោះមែននោះវាក៏នឹងក្លាយជាឆ្កែឆ្កួតដែរហើយគេនឹងត្រូវតែសម្លាប់វាចោលពេលនោះអ្នកគួរតែបានឃើញក្មេងៗទាំងនោះពូមិនត្រូវបានបាញ់សម្លាប់ Rover របស់ពួកយើងទេពួកក្មេងៗស្រែកពួកយើងនឹងឲ្យពូពួកយើងនឹងមិនឲ្យពូបាញ់វាទេវាគឺឆ្កែរបស់យើងវានឹងមិនឆ្កួតទេបន្ទាប់មកក្មេងស្រីមួយចំនួនក៏ចាប់ផ្ដើមយំម្ដងម្នាក់ដោយអង្វរថាសូមកុំបាញ់សម្លាប់ Rover អីសូមមេត្តាទុកជីវិតឲ្យវាផងវាជាមិត្តរបស់ពួកយើងចង់បញ្ចប់តើ Rover ស្លាប់អត់ក្មេងៗដោយសារតែកុមារទាំងនោះបានយំអង្វរឲ្យទុកជីវិត Rover ទីបំផុតអ្នកជិតខាងទាំងនោះក៏យល់ព្រមមិនបាញ់សម្លាប់ឆ្កែនោះប៉ុន្តែពួកគេតម្រូវឲ្យឆ្កែនេះក្នុងអំឡុងពេលមួយខែប្រសិនបើក្រោយពីនោះមកវាមិនកើតស្អីទេនោះគេនឹងដោះលែងវាឲ្យមានសេរីភាពវិញរួចគេក៏បានធ្វើយ៉ាងដូច្នោះ Rover ត្រូវបានគេចងភ្ជាប់ទៅនឹងដើមឈើដោយខ្សែពួរយ៉ាងមាំនៅក្នុងរបងដើម្បីទុកចាំមើលថាតើវានឹងទៅជាយ៉ាងណាចង់បញ្ចប់ប៉ុន្តែក្មេងៗមិនដែលភ្លេចវាទេពិតជាមិនអាចបំភ្លេចបានទេពួកគេបានលេងជាមួយវានៅពេលណាដែលពួកគេទំនេរដោយនាំយកចំណីឆ្ងាញ់ៗមកឲ្យស៊ីផងវាមិនធ្លាប់បានទទួលការថែទាំល្អបែបនេះពីមុនមកនៅក្នុងជីវិតរបស់វាទេខ្ញុំមានសេចក្តីរីករាយនឹងជម្រាបប្រាប់ដល់អ្នកទាំងអស់គ្នាថា Rover មិនបានក្លាយជាឆ្កែឆ្កួតទេរយៈពេលមួយខែបានបញ្ចប់គេក៏បានដោះលែងវិញហើយវាក៏បានរត់មកលេងជាមួយមិត្តរបស់វាដោយការពីមុនវិញសូមអរគុណបាយបាយកូនកូនចាប់ហើយ Rover អញ្ចឹង Rover យើងអត់ឆ្កួតក៏អត់ស្លាប់ដែរអញ្ចឹង Rover ក្រោយពីចងភ្ជាប់នៅលើដើមឈើរយៈពេល30ថ្ងៃមកគឺត្រូវបានដោះលែងជាធម្មតាណាកូនកូនអូខេបាយបាយ